សួស្តីអ្នកទាំងអស់គ្នានៅក្នុងភាគទី15នេះគឺយើងនឹងរៀនតាក់ទងជាមួយនឹងការធ្វើ endpoint ដើម្បីចាប់យកនៅ context detail តាមរយៈ ID ដែលយើងបោះទៅអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមានតែមួយចំណុចហ្នឹងទេឥឡូវយើងទៅបើកកូដដែលយើងធ្វើបន្តពីភាគមុនអញ្ចឹងនៅក្នុងភាគមុននេះគឺយើងបានបញ្ចប់តាក់ទងជាមួយនឹងការ update context អញ្ចឹងឥឡូវនេះយើងចូល get context វិញអញ្ចឹងចំពោះ get នេះយើងមាន2ទី1យើង get ទាំងអស់ហើយនេះគឺយើង get context ទាំងអស់ដែលមាននៅក្នុង database យើងទៅហើយមួយនេះគឺយើង get detail នៃ context ហ្នឹងតាមរយៈ ID ដែលគេបោះមកខ្ញុំគិតថាយើងធ្វើអានេះមុនទៅអូខេវារៀងស្រួលជាងអានេះចាំយើងធ្វើក្រោយគេអូខេអញ្ចឹងចំពោះចំណុចនេះវិញដើម្បីចាប់យក context detail គឺយើងត្រូវការបោះ ID មកអញ្ចឹងដើម្បីបោះ ID មកគឺអ្នកនរគ្នាធ្វើដូចគ្នាជាមួយនឹង update ដែរទីមួយយើង check មើល ID នឹងសិនថាវាត្រូវតម្រង់ object ID អត់អញ្ចឹងយើងធ្វើការ convert វាទៅកាន់ object ID បន្តមកទៀតយើង check មើលនៅក្នុង MongoDB ថា ID ហ្នឹងគឺមាននៅក្នុង database អត់ហើយបន្តមកទៀតបានយើង response ទិន្នន័យដែលយើងទាញមកបានហ្នឹងត្រឡប់ទៅកាន់ខាង client វិញអូខេឥឡូវយើងចូលមកកាន់កន្លែង document របស់យើងមកខ្ញុំវាយ localhost /doc នេះអូខេអញ្ចឹង endpoint មួយហ្នឹងគឺ endpoint មួយនេះគឺយើង get detail ប៉ុន្តែយើងអត់ទាន់មាន line input ID ទេអញ្ចឹងអ្នកនរគ្នាអាចធ្វើការទៅសេដូចគ្នាមក IDប្រភេទជា string យើងទទួលចេញពីណាមកគឺចេញពី path ហើយ ID ហ្នឹងយើងត្រូវការចាំបាច់អញ្ចឹងគឺខ្ញុំដាក់ require ហើយបន្តមកទៀតខ្ញុំកំណត់ mark លេខនៃ ID ហ្នឹងគឺ50 character បាទអញ្ចឹងតែប៉ុណ្្នឹងទេបន្តមកទៀតគឺអ្នកទាំងអស់គ្នាធ្វើការ convert ID ជា string ហ្នឹងទៅកាន់ object ID អញ្ចឹងខ្ញុំតាម variable មួយ OID ហើយយើង call function str underscore object ID បន្តមកទៀតយើងបោះ ID ដែលជា string នឹងចូលទៅគឺវានឹង convert អាហ្នឹងមកកាន់ object ID ហើយអញ្ចឹងបើអ្នកទាំងអស់គ្នាអត់បានមើលភាគមុនទេ str object ID ហ្នឹងគឺយើងបានបង្កើតនៅក្នុង file helper មួយនេះណានេះគឺ function មួយនេះអញ្ចឹងអ្នកនរគ្នាអត់តមើលភាគមុនទេអាច check មើលភាគមុនបានអូខេអញ្ចឹងយើងតទៀតអញ្ចឹងបើសិនជាយើង convert អត់ជោគជ័យទេគឺ OID ហ្នឹងវានឹង return ណានៅយើងអញ្ចឹងអ្នកនរគ្នាអាចសិក្សាលក្ខខណ្ឌដូចខាងក្រោមនេះមកប្រសិនបើ object ID យើងវាស្មើណាស់គឺយើង write error មួយគឺ400 error បាទលេខកូដ400ហើយមួយទៀតគឺយើងត្រូវ find ID ហ្នឹងនៅក្នុង MongoDB អញ្ចឹងអ្នកនរគ្នាសរសេរដូចគ្នាដែរនៅក្នុង line នេះយើងទៅរកមើលយើង copy មកលឿនជាងទៅមិនបាច់ទៅសេមួយអូខេបាទខ្ញុំផាសមកអូខេអញ្ចឹងយើងទៅ check មើលថាមាន ID ហ្នឹងអត់យើងទាញព័ត៌មាន context ហ្នឹងមកអញ្ចឹងទាញមកបើសិនជា context ហ្នឹងអត់មានទេគឺវាណានអញ្ចឹងយើង check មើលបើសិនបើវាណានគឺយើងនឹង write error មួយទៀតទៅ404មានន័យថាយើងអាចរក context ហ្នឹងបានទេចុះបើសិនយើងរកបានគឺយើងនឹង return context ហ្នឹងទៅនេះ context មួយនេះទៅអញ្ចឹងឥឡូវនេះយើង return មិនឥឡូវខ្ញុំឧទាហរណ៍យើង return context ទៅអ្នកនេះ return context ទៅមូលអញ្ចឹងទៅក៏បានដែរប៉ុន្តែវានឹង error ដោយសារតែវាខុស time មួយចំនួនណាឥឡូវយើងសាកមើលសិនទៅតោះអូខេយើងចូលមកកាន់document របស់យើង refresh មួយអូខេឥឡូវអ្នកនេះសាកតេស្តយើងតេស្តគ្រប់ step ទៅទី1យើងបញ្ចូល ID ខុសតម្រង object ID អញ្ចឹងវាគួរតែ return 400មកអូខេត្រូវហើយបន្តមកទៀតយើងសាកល្បង copy ID ដែលយើងត្រូវការ get detail ហ្នឹងមកហើយយើងយកមកផាសម្ដងឥឡូវនេះខ្ញុំចង់តេស្តមើលបើសិនជាយើងខុសលេខអញ្ចឹងទៅវារត់ឃើញទេអញ្ចឹងវាគួរចេញ404អូខេត្រូវហើយឥឡូវខ្ញុំដាក់ឲ្យត្រូវវិញអញ្ចឹងពេលយើងដាក់ឲ្យត្រូវគឺវានឹងរកឃើញនៅក្នុង MongoDB ណាហើយវាចាប់យកមួយនឹងមកវា response នឹងឲ្យយើងប៉ុន្តែបើ response មកគឺវា error យើងឃើញ internal error នេះដោយសារតែវាខុសប្រភេទនេះដោយសារតែមានមួយវា object ID វាអាច convert មកកាន់ JSON បានមូលហេតុដោយសារតែពេលដែលយើង return ត្រឡប់មកកាន់ client វិញនៅក្នុង code នេះពេលដែលយើងបើ return ហ្នឹងគឺ fast API វានឹងព្យាយាម convert អាហ្នឹងទៅកាន់ JSON ឲ្យយើងដើម្បីយើងអាច display ជា JSON តិចណានៅក្នុងនេះប៉ុន្តែចៃដន្យអីគឺនៅក្នុង object របស់ context នេះវាមានប្រភេទមួយបើតាមយើងមើលទៅគឺមាន object ID អញ្ចឹង object ID នេះ
គឺវាអត់អាចបំលែងទៅ JSON បានទេគឺអ្នកគ្នា convert វាទៅជា string សិនអញ្ចឹងបានវាអាចបញ្ជូនមកការអញ្ចឹងណាអញ្ចឹងយើងធ្វើមិនកន្លែងនេះអញ្ចឹងអ្នកគ្នាអាច set តាមខ្ញុំមកយើង return ជា dictionary ទៅអញ្ចឹងដល់ពេលដែលយើង return ជា dictionary ទៅគឺវានឹង convert dictionary ហ្នឹងទៅ JSON ឲ្យយើង auto ហើយយើងចង់ return key គេទៅខ្លះអញ្ចឹងទី1គឺខ្ញុំ return key ID នេះគឺខ្ញុំអត់ដាក់ underscore ទេដោយសារតែជាទូទៅនៅក្នុងខាងផ្នែក client ហ្នឹងណាមិនថា mobile មិនថា web ក្តីគឺគេប្រើគេអត់ប្រើ underscore ពីមុខទេលើកលែងថា Mongo របស់យើងនៅក្នុង database អញ្ចឹងបានយើងប្រើ underscore អញ្ចឹងឡើយនេះខ្ញុំអត់ដាក់ underscore ទេហើយតមកទៀត ID យើងយកមកពីណាគឺយើងយកចេញពី variable context ហើយយើងយកចេញពី key underscore ID បើសិនអ្នកគ្នាសរសេរអញ្ចឹងវា error ទេដោយសារតែយើងដឹងហើយ variable មួយនេះគឺប្រភេទ object ID អញ្ចឹងយើងធ្វើម៉េចគឺយើង convert វាមក string សិនបាទតមកទៀតគឺវាលេង error ហើយគឺអ្នកគ្នាអាចដាក់ key ផ្សេងចូលមកយើងមាន first name យើងយកទិន្នន័យចេញពី context បាទយើងដាក់ key មកគឺ key first name អូខេបន្តមកទៀតយើងមាន key ខ្លះទៀតចេះ last name nickname phone email URL ចឹងទៅឥឡូវខ្ញុំតែឲ្យអ្នកគ្នាមើលពីនឹងសិនណាយើង send មកនេះយើង execute សាមីទៅចឹងអ្នកគ្នាឃើញវាលេង error ណាចឹងនេះវា return ជា string ធម្មតាមកគឺអាច convert មក JSON បាននេះអូខេឥឡូវខ្ញុំទៅសេគ្រប់អស់ទៅយើងមាន key ផ្សេងទៀតយើងដាក់ last name contact នេះគឺ last name មួយទៀតគឺ nickname អូខេចុងក្រោយគេគឺ Facebook URL មួយនេះអូខេបាទយើងដាក់ key Facebook អូខេឥឡូវយើងទៅសេគ្រប់ key អស់ហើយអ្នកគ្នាអាចតេស្តសាកល្បងម្ដងទៀតយើង execute មកគឺវានឹង return JSON ហ្នឹងឲ្យយើងមាន ID first name អញ្ចឹងណាអូខេអញ្ចឹងវាលេង error ហើយអញ្ចឹង endpoint ហ្នឹងគឺមានតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំចង់បញ្ជាក់អ្នកនរគ្នាបន្តិចគឺយើងនឹងធ្វើការ improve កន្លែងនេះដោយសារតែយើងទៅសេអញ្ចឹងក៏បានដែរប៉ុន្តែតើតូនជាមួយ response របស់យើងធ្វើអញ្ចឹងវាអត់សូវ best practice ឬក៏ល្អមែនទេសម្រាប់ការធ្វើ API មែនតើណាអញ្ចឹងយើងគួរតែ optimize វាអញ្ចឹងគួរតែ optimize មិនជាទូទៅគឺគេមាន class មួយសម្រាប់ធ្វើការកំណត់ key ថាយើង response key គេខ្លះវាមាន ID first name last name អញ្ចឹងទៅអញ្ចឹងគឺយើងបង្កើត class response មួយទៀតដើម្បី response key នឹងឲ្យថយអញ្ចឹងណាហើយណាមួយបើអ្នកនរគ្នាសេ dictionary អញ្ចឹងយើងសម័យមើលពេលណាដែលយើងចង់ return key នឹងទៅទៀតគឺយើងទៅសេអញ្ចឹងទៀតហើយអញ្ចឹងវាច្រើនកន្លែងយើងគួរតែ move ទាំងអស់ហ្នឹងទៅកាន់ class ដែលយើងនឹងបង្កើតថ្មីហ្នឹងគឺយើងហៅថា response អញ្ចឹងយើងនឹងជួបគ្នាភាគក្រោយហើយយើងនឹងធ្វើការ optimize នៅកន្លែងហ្នឹង